ពេលយើងលេង RPG យើងកុំexecution entry លឿនពេកកុំឲ្យដល់ប៉ះប៉ុត entry យើងត្រូវមើល reaction របស់ទីផ្សារសិនណាហើយព្យាយាមរក RPG ដែលមាន combo time frame combo time frame បើសិនគ្នាយើងចង់រក RPG ដែលទប់ផ្សារអាហ្នឹងរក RPG combo time frame បើយក RPG ដែលផ្សារបង្កើតលំហ bullish លំហ bearish ដែលយើងមើលដាច់ក្នុង time frame ធំហើយហ្នឹងយើងមិនបាច់រក combo ក៏បានដែរ RPG ដែលស្រប trend នេះយើងលេងទៅប៉ុន្តែតើមាន direction ពី time frame ធំមកសិនតោះណាហើយបើសិនយើងចង់ពេលដល់ផ្សារដើមមកលំហណាមួយវាអាចទៅដល់តម្លៃណាហ្នឹងគឺយើងរកមើល breaker ហើយនឹង RPG breaker combo RPG ឬក៏ RPG combo RPG តោះ RPG combo RPG ហ្នឹងបានន័យថា RPG មានច្រើន time frame នៅក្នុង0ទៅ1តោះនេះបាទអាហ្នឹងគឺជាតំបន់ដែលទុក direction ល្អហើយបើសិនគឺយើងចេះ PD array អីទៀតរក RPG ក្នុងតម្លៃ PD array ទៀតក៏ល្អដែរណាបាទហើយដូច RPG ហ្នឹងដូចដល់វិកវាថត RPG អញ្ចឹងហើយបាទដេកវានៅក្នុង RPG អាហ្នឹងយើងយកវាហើយយើងយកវាប៉ុន្តែយើងរងចាំទៅបាត់គោទៅ confirm សិនណាតោះពេលខ្លះមកបកគោទៀតវាប្រេក RPG នឹងដាច់ទេដល់ពេលបកគោក្រោយមួយទៀតឧទាហរណ៍ឥឡូវវាឡើងមក bullish បាទឧទាហរណ៍ថាចេះឧទាហរណ៍ថាខ្ញុំបញ្ចូលក្រៅតិចចុះតែឧទាហរណ៍ថាវាឡើងមក bullish ដល់ពេលវាចុះមកយក RPG វិញអញ្ចឹងពេលខ្លះគ្នាយើងលឿនពេកគាត់ RPG ចូល entry RPG ប៉ុន្តែពេលខ្លះមួយ candle ចូល RPG ផុត RPG ឬក៏ពីរ candle បិទ body នៅក្នុងហ្នឹងបិទ body មួយទៀតតែវាបិទ body នៅក្នុងហ្នឹងដែរព្រម track អាហ្នឹងដែរទេនេះទុក week អញ្ចឹងកន្លែងហ្នឹងមិនកន្លែងដែលយើងត្រូវលេងទេយើងរងចាំ candle បិទ strong bullish មួយអីមកចាំយើងដល់ឱកាសលេងតោះបាទពេលខ្ញុំពិចារណាលេង RPG អញ្ចឹងនេះ SL នៅក្រៅ RPG តែបន្តិចពេលខ្លះវាចង់មកប៉ះ SL ហើយវាបិទ candle នៅក្នុង RPG ហ្នឹងវាឡើងអញ្ចឹងពីមួយឡើយកន្លែងនេះយើងត្រូវសម័យដែរនេះបើសិនជាយើងលេងអញ្ចឹង candle វារីចាក់ចូលទៅចាក់ចូលមួយអញ្ចឹងsweep បន្តិចមកហើយអញ្ចឹងអូនថាឥឡូវវាចាក់ចូលមួយអញ្ចឹងក៏ឃើញចាក់ sweep ពឹបទុក week ដូចសាប់ candle ក្រោយសាប់នោះគ្នាចូល entry ចូល long position អីចឹងទៅនេះសល់នេះ long ចូល long position អា candle ហ្នឹង candle បន្ទាប់ចេញមកហ្នឹង long position SL ដាក់ក្រុម MG ហ្នឹងទៅឬក្រុម week នេះអញ្ចឹងកន្លែងហ្នឹងមិនមែនជាកន្លែងមួយដែល secure យើង entry ទេហើយការដាក់ SL បែបហ្នឹងក៏ហានិភ័យខ្លាំងដែរអញ្ចឹងរបៀបលេងឲ្យត្រូវហ្មងទី1ទៅដល់ zone MG នេះដល់វាមាន tone ស៊ីគ្នា MG បូក MG ឬក៏ MG បូក breaker អត់ហ្នឹងបើគ្នាយើងបានរៀនមេរៀនខ្លះហើយ MG បូក MG ហ្នឹងបានន័យថា MG វាអាចមានច្រើន time frame ក្នុងតម្លៃដូចគ្នា MG បូក MG ឬក៏អាចមាន breaker ជាន់មួយតម្លៃ MG ទៀតអញ្ចឹងបើ breaker វាជាអីណែ breaker វាជាអីទៅនេះនៅនេះតោះណាស្គាល់ breaker នេះ breaker នេះស្គាល់អញ្ចឹងបានយើងរៀនតដល់អញ្ចឹង breaker វាអាចទៅនេះអញ្ចឹងក្នុង zone មួយហ្នឹង breaker ទៅនេះពេលដែលវាឡើង trend ថ្មីនេះវាទៅជាមាន MG ហើយវាអាចបង្កើតអីគេនៅបន្លោះរបស់នេះវាអាចបង្កើតជាអីគេ break out structure ឬក៏ CH OCA គេ break out structure នេះនៅហ្នឹងបើមិន CH OCH ក៏ BOS ហើយបើអត់ពីរហ្នឹងវាអាចនឹងមានមួយទេអញ្ចឹងពេលយើងរងចាំលេងយើងលេង zone MG ពេលដែលវាតេស្តមកវិញនេះហើយរបៀបលេងយើងមិនមែនឲ្យតែវាចាក់ចូលលេងទេយើងត្រូវមើល price action ហ្នឹងបានន័យថាវាមានចាក់ចូលហ្នឹងវាមាន sweep ហ្នឹងអត់ឬក៏វា break អត់បើវា break MG breaker នេះអស់សុពលភាពតែបើវាទៅជា rejection នៅក្នុង MG អាហ្នឹងបានន័យថាវា confirm rejection ហ្នឹងបានន័យថាវាមាន reject មួយ candle ពីរ candle ឬក៏មើល test វាអាច test តែមួយ candle ពីរ candle អីហ្នឹងវាទៅវិញតែបើ rejection វាអាចមាន candle ច្រើន3 4 candle បានវាទៅវិញប៉ុន្តែ3 4 candle ហ្នឹងវា confirm លក្ខខណ្ឌអត់បដាច់ body MG ហ្នឹងទេចាក់ចូល MG ហើយ sweep មកវិញ candle បន្ទាប់បង្កើត bearish មួយទៀតប៉ុន្តែ break នៅអត់ដាច់អញ្ចឹងមិនមែនយើងអត់តែបង្កើត bearish នឹង break អត់ដាច់យើងនាំគ្នាចូលលេងទេរងចាំមើល candle break bullish អីមួយមកបិទ strong body candle bullish អីមួយមកនាំគ្នាលេងទៅវិញទៅ
លោកគ្រូបើ body វានៅក្នុង AVG ហើយវានៅហួសមកអញ្ចឹងអាហ្នឹង AVG ហ្នឹងនៅតែប្រើការ នៅតែប្រើការបានបងវាអត់ទាន់ track body វាអត់ទាន់ផ្ដាច់តម្លៃទេអញ្ចឹងគ្នាយើងលេងទៅពេលនេះលេងទៅពេលគេដល់បន្ទាប់ចេញពីគេដល់ bullish មកនេះហើយ SL មកដាក់នៅក្នុង low នេះប៉ុន្តែបើសិនគ្នាយើងចង់បាន discount រងចាំមានទុក week មិនទិញមកដើម្បីបានតម្លៃល្អហើយក៏មានកន្លែងដាក់ SL ត្រឹមត្រូវដែរ SL អាចដាក់នៅ low គេដល់ bullish ឬក៏ low គេដល់ bearish នេះអាហ្នឹងសុវត្ថិភាពពីច្រើនឌីសាអត់ចង់ confirm អញ្ចឹងបានជឿយើងអត់ confirm បានថាគាត់ទៅចាក់ចូល IMG មកពេលពឹបសារនៅ reject ចុងស្គេតឡើង CSL បានវាទៅវិញប៉ុន្តែបើយើងរងចាំបានថាតដល់ផ្សារមានតំណោឡើងទៅវិញហើយបើយើងនាំគ្នាលេខតាមតំណោឡើងទៅវិញអាហ្នឹងបានសុវត្ថិភាពអត់តើពេលខ្លះយើងមិនបាច់បានដល់តម្លៃចុងវិញទេព្រោះយើងមិនអ្នកគ្រប់គ្រងទីផ្សារទេអញ្ចឹងយើងក៏មានចិត្តតែចង់បានចុងវិញវិញពេករងចាំផ្សារមានតំណោឡើងទៅវិញដល់ពួកយើងដឹងថាតំបន់នេះបង្កើត break out structure បង្កើត short បង្កើត IMG combo IMG ឬបង្កើត IMG combo breaker ឬក៏សូនហ្នឹងមានតែ IMG ទេមានតែ breaker ទេក៏លេងបានដែរប៉ុន្តែយើងត្រូវរងចាំថាផ្សារមានតំណោឡើងទៅវិញទៅហើយតំណោឡើងវាចេញពីណាមកចេញពីការមើល candle break candle បាត់ strong មិន strong បើបង candle strong មិន strong មិនមែនរឿងដែលយើងរៀនហើយទេនៅក្នុងអា video record មិនអាពី candle មិន strong មក candle មិន strong candle break នេះមិន strong ចឹងបើយើងដល់តំណោផ្សារ direction វានឹងអាចដល់ bullish ហើយយើងរងចាំអាតំណោនៅក្នុង time frame តូចនេះមានតំណោ bullish ដែរមកហើយចាំយើងលេងតាមតំណោហ្នឹងមកយើងមានកន្លែងដាក់ SL មួយតែត្រូវតែបើសិនជាផ្សារវានៅ reject នៅក្នុងនេះឡើយទេហើយយើងនាំឲ្យចូលលេងយកឡើងហ្នឹងយកខ្ញុំbây giờ lên chắc về đang bây giờ vào đại lợi cái lách sao họ chào có bạc bò chắc mà nhóm chơi tại SL là hốt luôn យើងអត់រងចាំតំណោថាវាមានតំណោទៅវិញទៅពួកឥឡូវបើតំណោវាពងតែមកក្រោមយើងមិនញ៉ាំលេងទៅតំណោវាទៅលើវិញយើងលេងស្រោបលំហទៅផ្សារទៅវិញទៅបើវាមិនទៅទេឲ្យវា CSL ទៅចាប់រឿងសំខាន់កុំឲ្យតម្លៃ SL កុំដាក់ low side ធំពេកដែលយើងមិនអាចគ្រប់គ្រងផ្លូវចិត្តខ្លួនឯងបានណាគ្រប់គ្រងផ្លូវចិត្តហ្នឹងវាសំខាន់ណាស់ បាទ